vậy đã tôi chỉ muốn những điều sinh cream chỉ có đã để sำหรับพี่បន្តប៉ុន្តែសម្រាប់พี่ដំបីចាអ្នកនរគ្នាអញ្ចឹងបងប្អូនទាំងគ្នាបើជាបានទស្សនាហើយតែតជាមួយនឹងพี่ដំ7គឺល្អមកខ្លាំងមែនតើការពិភាក្សាមុននោះគឺទូរស័ព្ទរបស់យើងចាប់ផ្ដើមធ្វើឲ្យគ្រូសាស្ត្ររបស់ Scenery ជួបទៅរឿងញ៉ៃលក្ខណៈថាគ្រូនៅក្នុងអារម្មណ៍មួយភ័យខ្លាចណាចឹងអ្នកនរគ្នានៅក្នុងឈុតបន្តវិញយើងឃើញថាទូរស័ព្ទរបស់យើងកំពុងតែនិយាយជាមួយនឹងហេងគាត់ថាជាបងពិតជាដាច់ចិត្តហើយបងពិតជាអស់ចិត្តជាមួយអូននេះត្រូវបងនឹងចាំមនុស្សសាវរីដែលយើងធ្វើល្អជាមួយគ្នាអញ្ចឹងណាពេលនេះគឺហេបាននិយាយជាមួយទូរស័ព្ទតែអ្នកនរគ្នាហើយបន្តិចក្រោយមកហ្នឹងយើងក៏ឃើញដែរថា Scenery ក៏បានតាមបណ្ដោយហើយក៏បាននិយាយថាតែប៉ុន្តែហេងអស់ក្តីស្រឡាញ់ជាមួយយើងយូរហើយប៉ុន្តែក្តីបានជាយើងបំដោះលែទៀតទៅដល់ពេលយ៉ាងទៅធ្វើឲ្យទូរស័ព្ទរបស់យើងក៏បានឆ្លើយតបទៅវិញថាជាពេលហ្នឹងទូរស័ព្ទក៏បានតបទៅកាន់ Scenery ថាខ្ញុំទៅតែយកអារម្មណ៍មួយថាមនុស្សដែលចង់បានរបស់គេគឺអារម្មណ៍ហ្នឹងអ្នកដែលចង់បានប្តីគេដូច Scenery អញ្ចឹងណាហើយនៅក្នុងឈុតនេះវិញអ្នកនរគ្នាយើងឃើញថាម៉ាក់របស់ហេងកំពុងតែឆ្ងល់ថាមានអ្នកទេម្នាក់ទេបានយករូបភាពគាត់ហ្នឹងគុំក្រហមមកចំណាំគ្នាហើយគាត់ពិតជាខំខ្លាំងមែនតើហើយកន្លែងមកគឺទឹកឃើញទូរស័ព្ទរបស់យើងជីងមកមកចំណាក់គាត់អ្នកគ្នាពេលគឺគាត់ខំខ្លាំងមែនតើតែម្ដងហើយពេលនេះកូនស្រីរបស់គាត់ក៏ព្យាយាមនិយាយទៅកាន់ទូរស័ព្ទខកអញ្ចឹងទៅពេលហ្នឹងទូរស័ព្ទក៏បានទិញមកទៅកាន់កូនស្រីរបស់គាត់ហ្នឹងគឺទូរស័ព្ទរបស់យើងពិតជាមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនតើនៅពេលដែលគាត់បានធ្វើអញ្ចឹងដាក់ជាមួយនឹងគ្រូសាស្ត្ររបស់គាត់សម្រាប់បន្តទៀតទូរស័ព្ទរបស់យើងឡើងខ្វល់ជាមួយនឹងមនុស្សជុំវិញខ្លួនអ្នកណាធ្វើអាក្រក់ជាមួយគាត់គឺគាត់នឹងធ្វើឡើងជាមួយអ្នកគ្នាអញ្ចឹងបងប្អូនបើសិនជាចង់ដឹងថារឿងសង្គ្រាមជីវិតអតីតភរិយានៅក្នុងភេទ18ឲ្យមើលប៉ុណ្ណាកុំភ្លេចទស្សនាទាំងអស់គ្នាតាមរយៈបងបាយវ៉ាន់ដូចចាក់ឯងទាំងអស់គ្នាចាក់ម៉ោង8ដល់ម៉ោង9អញ្ចឹងសម្រាប់វីដេអូនេះគាត់តែខ្ញុំចង់បង្ហាញអ្នកនរគ្នាតទៅជាមួយនឹង trailer ខ្លះៗទេហើយអ្នកទាំងអស់គ្នាសង្ឃឹមថាទទួលសនារឿងភាពខ្មែរយើងទាំងអស់គ្នាចាអញ្ចឹងសម្រាប់វីដេអូនេះគឺមានអ្នកនរគ្នាបាយ